អាចដាក់ឈ្មោះជាឈ្មោះរបស់យើងឬក៏ជាឈ្មោះហាងរបស់យើងបើសិនជាយើងគោលបំណងចង់បើកហាងខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបបង្កើត Facebook Page តែនៅលើ iPhone ទេបងប្អូនអញ្ចឹងបងប្អូនចុចទៅលើ Facebook ដែលនៅលើអេក្រង់ទូរស័ព្ទរបស់យើងទៅបងលើសញ្ញាត្រី3ឬក៏សញ្ញា hamburger នៅខាងលើគេខាងឆ្វេងនោះវាលោតផ្ទាំងនេះមកបងប្អូនចុចលើពាក្យថា pages ដែលមានសញ្ញារូបធម្មជាតិនេះហើយបងប្អូនចុចទៅលើពាក្យថា create នេះអញ្ចឹងនៅក្នុង text box នេះបងប្អូនអាចដាក់ឈ្មោះជាឈ្មោះរបស់យើងឬក៏ជាឈ្មោះហាងរបស់យើងបើសិនជាយើងគោលបំណងចង់បើកហាងលក់អីវ៉ាន់ឬក៏លក់របស់របរផ្សេងឬក៏បងប្អូនដាក់ឈ្មោះអីមួយដែលសមទៅនឹងប្រធានបទដែលយើងចង់បង្កើតហើយបងប្អូនចុច next ហើយផ្ទាំងនេះគឺតម្រូវឲ្យយើងរើស category បងប្អូនយើងចង់ពីពណ៌នាអំពី page របស់យើងណាអញ្ចឹងនៅក្នុងហ្នឹងមានដូចជា music scene និយាយពីតន្ត្រីសុខភាពនិងសម្រស់ហើយនឹងលក់អីវ៉ាន់ចាប់រួយតែសម្រាប់ page របស់ខ្ញុំនេះគឺខ្ញុំរើសយក digital creator ដែលខ្ញុំធ្វើពាក់ព័ន្ធទៅនឹង digital អញ្ចឹងសម្រាប់បងប្អូនអាចរើសអ្វីដែលពាក់ព័ន្ធទៅនឹងប្រធានបទរបស់បងប្អូនវាយនៅក្នុងប្រអប់ហ្នឹងទៅវានឹង load list មកឲ្យយើង select ឲ្យបងប្អូនឲ្យយើងជ្រើសរើសហើយបងប្អូនចុចប៊ូតុង create ហើយនៅកន្លែងនេះយើងអាចដាក់ពីប្រវត្តិសង្ខេបរបស់យើងណាចឹងនៅក្នុងនេះខ្ញុំដាក់ថា welcome to my Facebook page ចឹងប្រវត្តិសង្ខេបរបស់ខ្ញុំគឺស្វាគមន៍មកកាន់ទំព័រ Facebook របស់ខ្ញុំអញ្ចឹងបងប្អូនអាចដាក់តាមចឹងទៅតែជាភាសាខ្មែរឬក៏ជាភាសាអង់គ្លេសឬក៏សរសេរថាសួស្តីបងប្អូនស្វាគមន៍មកកាន់ Facebook page យើងខ្ញុំអញ្ចឹងណាឧទាហរណ៍ណាហើយបន្តមកទៀតបងប្អូនអាចដាក់ website បើសិនជាបងប្អូនមាន website ហើយបងប្អូនអាចដាក់ email បងប្អូនអាចដាក់លេខទូរស័ព្ទបងប្អូនអាចដាក់ទីតាំងបងប្អូនឬក៏ដាក់ទីតាំងហាងរបស់បងប្អូនបើសិនជាបងប្អូនមានហាងណាហើយនៅប្រអប់ខាងក្រោមនេះបងប្អូនអាចដាក់ពីទីក្រុងឬក៏ខេត្តអីចឹងទៅបងប្អូននៅខេត្តយើងដាក់ខេត្តនៅក្រុងយើងដាក់ក្រុងចឹងទៅឧទាហរណ៍ក្រុងភ្នំពេញអីចឹងទៅហើយនៅក្នុង zip code បើបងប្អូនមានក៏ដាក់បើមិនមានក៏មិនបាច់ចាំដាក់ដែរទូទៅ zip code គឺយើងមាននៅតាមលេខខេត្តលេខក្រុងហើយយើងមាន zip code របស់គេឲ្យបន្តមកបងប្អូនចុច next ហើយមកដល់ចំណុចនេះបងប្អូនអាចដាក់រូប logo ឬក៏រូប profile របស់ Facebook page របស់យើងបានផ្ទាំងរូបភាពនៅខាងក្រោយណាបងប្អូនអាចដាក់ពីកន្លែងហ្នឹងក៏បានឬក៏បងប្អូនចង់ដាក់វានៅពេលក្រោយក៏បានបងប្អូនចុច next ចឹងមកដល់កន្លែងនេះបងប្អូនអាចអញ្ជើញឬក៏ invite friend ដើម្បីឲ្យ follow page ថ្មីរបស់យើងបានតែបងប្អូនថាមិនចង់ទេបងប្អូនអត់ចាំបាច់ក៏បានដែរគ្រាន់តែមិន tick វាទៅបានហើយតែអានេះខ្ញុំ tick វាដើម្បីខ្ញុំចង់ invite friend របស់ខ្ញុំដើម្បីឲ្យ follow page របស់ខ្ញុំថ្មីនេះហើយបន្តមកបងប្អូនចុច next មកដល់កន្លែងនេះបងប្អូនចង់បើកវាក៏បានឬបិទវាក៏បាននៅកន្លែងនេះខ្ញុំបើកវាខ្ញុំចង់ទទួលបានការជូនដំណឹងពីក្រុមហ៊ុនមេតាពីបដាឬក៏serviceផ្សេងណាហើយនឹងការជូនដំណឹងពាក់ព័ន្ធទៅនឹង page របស់ខ្ញុំដែរបន្តមកបងប្អូនចុច next វានឹងបដូរទៅបើក Facebook ដែលយើងបានបង្កើតហ្នឹងហើយយើងចុចប៊ូតុង Q នេះមកដាន់បន្ទាប់មកគឺយើងបានផ្ទាំង Facebook មួយថ្មីហើយបងប្អូនអត់មានអីទេគឺមានតែសបកទេអញ្ចឹងកន្លែងនេះដូចខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងបងប្អូនអាចដាក់ logo ហើយនឹងរូបភាព cover ខាងក្រោយណាយើងអាចរៀបចំនៅកន្លែងហ្នឹងបានយើងដាក់តាំងពី email អាសយដ្ឋានរបស់យើងទីតាំងឬក៏ zip code គឺយើងអាចដាក់នៅនឹងបានទាំងស្រុងហើយគឺយើងអាចធ្វើការ update បានដែរនៅកន្លែងហ្នឹងណាហ្នឹងហើយបងប្អូនជួយ like subscribe page នេះផងបងប្អូន